ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះធ្វើរ៉ាមែនឲ្យពូជប៉ុននឹងឲ្យក្មេងភាសាចាហើយគ្រាន់តែឃើញរ៉ាមែននេះអូយតំណងតែម្ដងពងមន់ស្ងោនិយាយពីថាបកែស្ងោមែនតែនម្ដងនេះគឺថាស្ងោជាប់ភ្នៅល្អមែនតែនគ្រាន់តែឃើញនឹងអូយដឹងតែតំណងឆ្ងាញ់តែម្ដងចាហើយពូជប៉ុនខ្ញុំក៏ញ៉ាំម្ដង2ចានឯណោះចាថាមិនមែន2ចានទេថាមួយចានកន្លះចុះព្រោះអីកូនដាក់ឲ្យគាត់មួយចានដែរអញ្ចឹងឲ្យចាប់ឲ្យគាត់ពាក់កណ្ដាលអញ្ចឹងទៅទុកឲ្យពូជប៉ុនពាក់កណ្ដាលហើយនិយាយថាពងមន់វិញឡើងពេញចានតែម្ដងសាច់អីហ្នឹងគឺដាក់ឲ្យពូជប៉ុនឲ្យច្រើនជាងគេតែម្ដងពីព្រោះអីគាត់ញ៉ាំច្រើនចាហើយគាត់គ្រាន់តែឃើញពងមន់អូយឆ្ងាញ់តែម្ដងហើយញ៉ាំបដាបចុកបាយកូនបដាចាហើយបន្ទាប់មកនេះគាត់ញ៉ាំអស់2ចានហ្នឹងហើយមួយចានដំបូងរបស់គាត់សិតតែសាច់ហើយនឹងចានកូនពៅពាក់កដាលទៀតញ៉ាំអស់អាលីងហើយឥឡូវចាប់ផ្ដើមញ៉ាំត្រឡប់អស់មួយចានទៀតចានិយាយទៅត្រឡប់លាងមាត់ផងអីផងចាអស់ពីត្រឡប់ទៅចាំមើលគាត់ញ៉ាំនំហើយបើថាកែវទឹកវិញតតែកែវទឹកចឹងបានហូបគ្រាន់